បាទអរគុណសេនិចហើយជំរាបសួរទៅដល់ឥឡូវសូមសំឡេងផ្ទះដៃស្វាគមន៍ឃើញបាទអូខេអរគុណហើយថ្ងៃនេះគឺយើងឃើញថាជាថ្ងៃទី4នៃកម្មវិធីព្រឹត្តិការណ៍ពិព័រណ៍ City Expo 2025ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាលើកទី18នៅឯពេញហ៊ុតបឹងស្នោបាទហើយមកដល់វេលានេះគឺយើងនឹងមានការចូលរួមដូចគ្នាពីវាគ្មិនដែលសិតសឹងតែមានបទពិសោធន៍ជាពិសេសចង់ដឹងពីរឿងរ៉ាវរបស់គាត់តើគាត់មានចំណុចពិសេសអីខ្លះដែលយើងអ្នកទាំងអស់គ្នាអាចស្ដាប់អាចទទួលយកបានតាក់ទងជាមួយនឹងការចែករំលែករបស់ពួកគាត់ហើយតាក់ទងជាមួយនឹង Youth Talk មួយនេះគឺឬភាសាខ្មែរយើងហៅថាជជែកពីយុវជនគឺពួកគាត់នឹងលើកអំពីបទពិសោធន៍របស់ពួកគាត់ផ្ទាល់មូលហេតុដែលគាត់ខ្លាចទៅជាគាត់ថ្ងៃនេះគាត់តស៊ូអីគេខ្លះគាត់ចំណេះអីគេខ្លះហើយទាំងអស់ហ្នឹងក៏វាអាចជួយទាញចំណាប់អារម្មណ៍ទៅដល់បងប្អូនសិស្សានុសិស្សឬក៏អ្នកជុំវិញខ្លួនដែរឲ្យបានដឹងហើយក៏អាចយកមេរៀនល្អៗពីពួកគាត់ដើម្បីយកអនុវត្តនៅក្នុងការរស់នៅប្រចាំថ្ងៃហើយឃើញបងខ្លះគឺគាត់មាន background ពីអាជីវកម្មទៀតអញ្ចឹងក៏គាត់អាចចែករំលែកតាក់ទងមកអាជីវកម្មដែរអញ្ចឹងថ្ងៃនេះយើងមានវាគ្មិនរបស់យើងដល់6រូបដែលសុទ្ធសឹងតែជាអ្នកដែលមានពី background ផ្សេងគ្នាដើម្បីចូលរួមចែករំលែកតាក់ទងជាមួយនឹងអ្វីដែលពួកគាត់បានជួបប្រទះហើយមេរៀនអ្វីដែលពួកគាត់ចង់ចែករំលែកជាមួយនឹងយើងទាំងអស់គ្នាអញ្ចឹងកុំឲ្យខាតពេលវេលាយូរសូមចាប់ផ្ដើមអរគុណបង Stevenអញ្ចឹងចុងក្រោយសូមអញ្ជើញវាគ្មិនឆនសុកសុធីបាទបាទសូមគ្រប់ជាសួរអាយដាមលោកជំទាវលោកស្រីអ្នកនាងកញ្ញាដែលជាពិសេសភ្ញៀវកិត្តិយសនិងនិស្សិតសិស្សានុសិស្សដែលគាត់មានវត្តមានក្នុងកម្មវិធីតាំងពិព័រណ៍របស់ក្រសួងពាណិជ្ជកម្មនាពេលនេះnext slide please next one ខ្ញុំបានដឹងថាបងប្អូនប្រិយមិត្តមួយចំនួនដែលគាត់ចូលរួមក្នុងកម្មវិធីនាពេលនេះគឺគាត់រំពឹងទុកថាគាត់នឹងទទួលបាននៅអ្វីមួយដែលគាត់អាចយកត្រឡប់ទៅផ្ទះវិញបានហើយអ្វីមួយនេះវាអាចជាផលិតផលមួយវាអាចជាសេវាកម្មវាអាចជាឱកាសទំនាក់ទំនងឬក៏គ្រាន់តែជារូបភាពមួយសន្លឹកដែលគាត់អាចថតហើយយកប្រាប់ទៅមិត្តភ័ក្តិរបស់គាត់ឬក៏ក្រុមគ្រួសាររបស់គាត់ហើយដើម្បីជម្រាបប្រាប់ថាអូពិតជាបានចូលរួមកម្មវិធីនេះពិតមែនប៉ុន្តែខ្ញុំឡើងមកលើវេទិកានេះគឺខ្ញុំទទួលបានឱកាសដ៏កម្រពី ASIP ហើយក៏សូម shout out ទៅ ASIP ផងដែរសម្រាប់ការផ្ដល់ជូននៅឱកាសនេះព្រោះខ្ញុំពិតជាមានអ្វីមួយដែលចង់ចែករំលែកជូនហើយខ្ញុំសង្ឃឹមថាក្រោយពីការស្ដាប់ហើយអាចយកវាទៅប្រើប្រាស់ដើម្បីអភិវឌ្ឍខ្លួននាពេលខាងមុខបានសូមមួយជារួមបងប្អូនប្រិយមិត្តទាំងអស់អាចមាននៅអ្វីដែលគេហៅថាសេចក្តីប្រាថ្នាហើយសេចក្តីប្រាថ្នានេះវាមានច្រើនទម្រង់ច្រើនបែបច្រើនលក្ខណៈប៉ុន្តែជារួមបងប្អូនអាចមានសេចក្តីប្រាថ្នាមួយធំបំផុតគឺភាពជោគជ័យហើយភាពជោគជ័យនេះវាច្រើនទម្រង់ច្រើនទៀតហើយមានដូចជាអ្នកខ្លះគាត់ភាពជោគជ័យរបស់គាត់តែវាជាភាពជោគជ័យតាក់ទងមួយសុខភាពល្អអ្នកខ្លះគាត់តាក់ទងមួយទ្រព្យសម្បត្តិអ្នកខ្លះតាក់ទងមួយលៀបសក្ការៈឬក៏ឋានៈទូនីតិអធិពលអីផ្សេងលក្ខណៈប៉ុន្តែអ្វីដែលជាបញ្ហាចោតហ្នឹងគឺប្រសិនបើសេចក្តីប្រាថ្នានេះអាចមានសម្រាប់គ្រប់បុគ្គលទាំងអស់ចុះហេតុអីបានជាមានត្រឹមតែចំពោះមនុស្សមួយក្រុមតូចដែលអាចយកវាបានតើអ្វីដែលជាបញ្ហាឬក៏រនាំងរារាំងកុំឲ្យយើងចាប់វាបានឬក៏ធ្វើវាទៅជាខ្លួនឯង next slide please ចឹងខ្ញុំមុននឹងខ្ញុំចែកម្លែកជូនខ្ញុំសូមណែនាំនៅសារបាននៃប្រវត្តិផ្ទាល់ខ្លួនបន្តិចខ្ញុំមានអាយុ21ឆ្នាំហើយជាក្មេងម្នាក់ដែលកើតនៅក្នុងទីក្រុងភ្នំពេញហើយជាក្មេងដែលចូលចិត្តចង់ដឹងចង់ឮហើយចូលចិត្តឆ្ងល់ហើយក្នុងអង់គ្លេសគេហៅថា Jack of all trades សូម slide មួយទៀតដែល Jack of all trades នេះគឺជាប្រភេទមនុស្សដែលដូចបងនៅគាត់ឡើងនិយាយហ្នឹងគាត់ថា generalist អញ្ចឹង
នៅពេលដែលខ្ញុំធ្វើអ្វីមួយគឺខ្ញុំតែងតែដាក់អារម្មណ៍ថាធ្វើទៅដោយមិនទាន់គិតពីលទ្ធផលទេប៉ុន្តែធ្វើសិនហើយធ្វើជាតែធ្វើរហូតទៅហើយនៅពេលដែលធ្វើជួបជោគជ័យក៏យកបើជួបបរាជ័យយកបបពិសោធន៍អញ្ចឹងខ្ញុំជាមនុស្សដែលឃើញបបគេហៅថាឱកាសនៅក្នុងបញ្ហាសូមបន្តទៀតជាមួយគ្នានេះខ្ញុំសប្តាហ៍ថ្ងៃជាមន្ត្រីរាជការប៉ុន្តែមុននឹងខ្ញុំក្លាយជាមន្ត្រីរាជការខ្ញុំធ្លាប់ជាប្រតិភូយុវជនមួយរូបដែលហោះយន្តហោះទៅប្រទេសវៀតណាមទៅហ្វីលីពីនដើម្បី advocate រឿងទី1រឿងបរិស្ថានហើយរឿងទី2រឿង leadership ហើយក្នុងនោះដែរខ្ញុំក៏ធ្លាប់ជាអ្នកស្ម័គ្រចិត្តធ្លាប់ជាអ្នកសរសេរអត្ថបទធ្លាប់ជាអ្នករចនាធ្លាប់ជានិស្សិតធ្លាប់ជាអ្នកស្រាវជ្រាវច្រើនមែនទែនសូមស្លាយបន្តទៀតប៉ុន្តែក្នុងអំឡុងពេលដែលខ្ញុំคลายជាអ្វីដែលខ្ញុំបានរៀបរាប់ទាំងអស់ហ្នឹងមិញហ្នឹងខ្ញុំសង្កេតឃើញនៅទម្លាប់មួយឬក៏ habit នៃការធ្វើសកម្មភាពរបស់ខ្ញុំហ្នឹងហើយខ្ញុំក៏កែប្រែទម្លាប់ហ្នឹងឲ្យទៅជាទ្រឹស្ដីនៃការអនុវត្តហើយខ្ញុំបានចែកម្លែកនៅទ្រឹស្ដីនៃការអនុវត្តនេះជូនដល់ក្រុមគ្រួសាររបស់ខ្ញុំហើយជូនដល់មិត្តភ័ក្តិហើយឃើញថាគាត់យកតែអនុវត្តបន្តឃើញថាទទួលបានផលមែនមិនមានតែខ្ញុំអញ្ចឹងខ្ញុំក៏សម្រាប់ចែកម្លែកនៅអ្វីដែលខ្ញុំហៅថាសុំស្លាយបន្ទាប់សុំមួយទៀតនៅអ្វីដែលខ្ញុំហៅថាអភិក្រម3សម្រាប់ភាពជោគជ័យក្នុងយុគសម័យ digital ហើយសុំបន្តទៀតអញ្ចឹងទី1នៃអភិក្រម3ហ្នឹងគឺទី1សំខាន់គឺត្រូវយល់ដឹងពីខ្លួនឯងហើយយល់ដឹងពីខ្លួនឯងនេះមិនមែនមានន័យថាយើងត្រូវតែស្វែងរកនិយមន័យថាខ្លួនឯងនឹងមានន័យដូចម្ដេចទេមែនទេប៉ុន្តែវាជាការស្វែងរកហើយនៅសមត្ថភាពនៅលទ្ធភាពនៅឱកាសនៅស្ថានភាពបច្ចុប្បន្ននៅអ្វីដែលគេហៅថា core values ឬក៏ខ្មែរគេហៅថាតម្លៃនៃខ្លួនឯងទី2គឺស្វែងរកឬក៏យល់ដឹងអំពីស្ថានភាពនៅជុំវិញខ្លួនអញ្ចឹងស្ថានភាពវាមាន2បែបទី1ហ្នឹងគឺស្ថានភាពដែលយើងអាចរំពឹងទុកឬក៏ស្ថានភាពដែលយើងអាចគ្រប់គ្រងវាបានប៉ុន្តែស្ថានភាពទី2គឺជាប្រភេទស្ថានភាពដែលអនាធិបតេយ្យតែម្ដងដូចប្រៀបដូចគ្រោះធម្មជាតិអញ្ចឹងយើងអាចដឹងមុនទេថាវាមានអ្វីនឹងកើតមានឡើងអញ្ចឹងការយល់ដឹងពីស្ថានភាពនៅជុំវិញខ្លួនផ្ដល់នូវសារៈសំខាន់តែមួយគត់គឺអនុញ្ញាតឲ្យយើងឆ្លើយសំណួរថាតើយើងអាចត្រៀមខ្លួនក្នុងរបៀបណាដើម្បីឆ្លើយតបទៅតាមស្ថានភាពបច្ចុប្បន្នឬក៏ស្ថានភាពជាក់ស្ដែងដែលយើងកំពុងនៅហ្នឹងខ្ញុំសូមលើកឧទាហរណ៍មួយតាក់ទងជាមួយនឹងការវិវត្តទៅនៃប្រព័ន្ធបច្ចេកវិទ្យាក្នុងប្រទេសកម្ពុជាយើងឃើញហើយថាប្រទេសកម្ពុជាយើងទរំតដាមកដល់ពេលនេះគឺឆ្លងកាត់រឿងច្រើនប៉ុន្តែក្នុងអំឡុងពេលនៃការឆ្លងកាត់រឿងច្រើនហ្នឹងយើងក៏បានទទួលបាននៅសមិទ្ធផលនៃការអភិវឌ្ឍក៏ច្រើនដូចគ្នាដែរជាពិសេសការអភិវឌ្ឍផ្នែកបច្ចេកវិទ្យាហ្នឹងតែម្ដងដែលសប្តាហ៍ថ្ងៃយើងហៅថាថ្នា digital ហើយការអភិវឌ្ឍបច្ចេកវិទ្យាគឺយើងត្រូវតែមើលទៅលើអ្វីដែលគេហៅថាតើយើងអាចប្រើប្រាស់បច្ចេកវិទ្យាដើម្បីជួយសម្រួលកិច្ចការងាររបស់យើងហើយជាងនឹងទៅទៀតយើងត្រូវឆ្លើយសំណួរថាតើយើងអាចប្រើប្រាស់បច្ចេកវិទ្យាហ្នឹងដើម្បីជួយពង្រឹងហើយពង្រីកសមត្ថភាពដែលយើងមានស្រាប់នៅក្នុងខ្លួនយើងចឹងអានេះគឺជារឿងមួយសំខាន់ចំណុចទី3គឺជាចំណុចមួយសំខាន់ដូចគ្នាគឺការអនុវត្តការដាក់គោលដៅការកំណត់ផែនការគឺនៅតែជាផែនការនិងគោលដៅដរាបណាយើងមិនយកវាទៅអនុវត្តឲ្យចេញជារូបរាងការអនុវត្តគឺជារឿងមួយសំខាន់ហើយក៏ជារឿងមួយគ្រោះថ្នាក់ដែរប៉ុន្តែបើសិនបើចង់អនុវត្តដែលកុំឲ្យមានគ្រោះថ្នាក់ហើយគេហៅថា in your favor អាហ្នឹងតើតែយើងកសាងទំនុកចិត្តភាពជឿជាក់ហើយក៏ការកសាងភាពទំនុកចិត្តភាពជឿជាក់ហ្នឹងគឺធ្វើឡើងតាមរយៈការបំពេញឬក៏ការធ្វើតាមចំណុចទី1និងចំណុចទី2ដែលខ្ញុំបាននិយាយហ្នឹងជារួមអភិក្រមដែល3ដែលខ្ញុំបាននិយាយហ្នឹងគឺមានភាពបតកលាគ្នាត្រង់ថាតើតែយើងយល់ដឹងពីខ្លួនឯងជាមុនសិនបូករួមទាំងការយល់ដឹងពីស្ថានភាពបច្ចុប្បន្នរបស់យើងទើបយើងអាចអនុវត្តឬក៏ធ្វើសកម្មភាពណាមួយដែលយើងចង់ធ្វើហ្នឹងប្រកបដោយប្រសិទ្ធភាពខ្ពស់ហើយផ្ដល់ជូននូវលទ្ធផលដែលមានគុណភាពល្អ
បាទសូមបន្តទៅមុខទៀតក្នុងអំឡុងពេល5ឆ្នាំដែលខ្ញុំនេះគេហៅថានៃដំណើរស្វែងរកខ្លួនឯងហ្នឹងគឺខ្ញុំឆ្លងកាត់រឿងច្រើនហើយរឿងច្រើនហ្នឹងគឺវាមានតែពីរទេគឺរឿងល្អរឿងអាក្រក់ប៉ុន្តែនៅក្នុងរឿងអាក្រក់ដូចបងវាគ្មិនមុនដែលគាត់បាននិយាយស្រាប់ហើយគឺភាពបរាជ័យភាពអាម៉ាស់ភាពគេហៅថា embarrassment ហើយសម្ពាធប៉ុន្តែនៅក្នុងរឿងអាក្រក់ទាំងអស់ហ្នឹងក៏ខ្ញុំបានស្វែងរកនៅរឿងល្អហ្នឹងវាមានដូចជាភាពជោគជ័យវាមានដូចជាការស្វែងរកនៅតំណែងខ្ញុំជួបមនុស្សល្អជាច្រើនដែលមានបទពិសោធន៍ហើយខ្ញុំក៏បានដកពីបទពិសោធន៍ពីមនុស្សល្អជាច្រើនដូចគ្នាដើម្បីយកមកដាក់ក្នុងខ្លួនយើងហើយខ្ញុំក៏បង្កើតភាពធន់សម្រាប់ខ្លួនឯងសុំស្លាយម្ដងទៀតអ្វីដែលសំខាន់មួយទៀតហ្នឹងគឺយើងត្រូវតែស្វែងរកនៅវិធីសាស្ត្ររបស់យើងព្រោះរាល់បញ្ហាទាំងអស់វាតែងតែមានដំណោះស្រាយប៉ុន្តែនៅក្នុងដំណោះស្រាយហ្នឹងក៏មានវិធីសាស្ត្រនៃការធ្វើដំណោះស្រាយហ្នឹងចេញដូចគ្នាដែរហើយក៏មិនមែនគ្រប់វិធីសាស្ត្រនៃដំណោះស្រាយហ្នឹង fit ជាមួយយើងអញ្ចឹងវាដូចរូបមន្តយើងធ្វើលំហាត់អញ្ចឹងមិនមែនវិធីសាស្ត្រមួយធ្វើទៅអាចធ្វើសម្រាប់គ្រប់គ្នាបានទេអ្នកខ្លះគាត់យករូបមន្តហ្នឹងទៅធ្វើដូចគ្នាប៉ុន្តែចុងក្រោយគាត់ធ្វើអត់បានផលមកពីគាត់អត់ comfortable ជាមួយនឹងវិធីសាស្ត្រហ្នឹងអញ្ចឹងkey take away គឺត្រង់ថាយើងត្រូវតែរកវិធីសាស្ត្រណាមួយដែលយើងពេញចិត្តហើយយើងប្រើប្រាស់វាដើម្បីអនុវត្តហើយនៅពេលដែលយើងអនុវត្តទៅរួចយើងចាប់ផ្ដើមបង្កើតនៅស្តង់ដាររួមនៃការអនុវត្តរបស់យើងអញ្ចឹងរាល់សកម្មភាពណាមួយក៏ដោយដែលយើងធ្វើគឺយើងមានស្តង់ដារក្នុងការធ្វើតែម្ដងសូម slide បន្ទាប់ហើយខ្ញុំសូមដកពាក្យមួយ clear ពី Alexis Carrel ដែលគាត់និយាយថា man cannot remake himself without suffering for he is both the marble and the sculptor សូមមួយទៀតសូម slide មួយទៀតចុងមុននឹងខ្ញុំបញ្ចប់ខ្ញុំសូមមានពាក្យផ្ដែផ្ដាំមួយចំនួនខ្ញុំសូមជម្រាបជូនហើយជា Snow គឺពេលវេលាដើរលឿនណាស់ពេលវេលាដើរលឿនណាស់ហើយពេលវេលាមិនដើរចាំយើងទេមានតែយើងទេដែលចាំពេលវេលាទៅវិញហើយអញ្ចឹងបានជាយើងត្រូវតែប្រើប្រាស់ពេលវេលាដែលយើងមានប្រើប្រាស់វាដើម្បីស្វែងរកនៅអ្វីដែលគេហៅថាតម្លៃនៃខ្លួនឯងព្រោះតម្លៃនៃខ្លួនឯងគឺជាចម្លើយដើម្បីឆ្លើយនៅសំណួរដែលប្រិមិត្តតែងតែសួរខ្លួនឯងថាខ្លួនឯងជានរណាអញ្ចឹងតម្លៃនៃខ្លួនឯងគឺជាចម្លើយសម្រាប់សំណួរហ្នឹងហើយការប្រើប្រាស់ការស្វែងរកចម្លើយហ្នឹងគឺតាមរយៈការដែលអភិក្រមដែលខ្ញុំបាននិយាយមិញហ្នឹងគឺទី1ការស្វែងរកខ្លួនឯងទី2ការយល់ដឹងពីស្ថានភាពនៅជុំវិញខ្លួនហើយទី3ការអនុវត្តសូម slide បន្តហើយជាចុងក្រោយខ្ញុំក៏សូមគោរពថ្លែងអំណរគុណដល់អ្នកមានគុណដែលគាត់បានមកចូលរួមលើកទឹកចិត្តហើយនឹងផ្ដល់នៅភាពកក់ក្ដៅរបស់ខ្ញុំនៅឥឡូវនេះហើយក៏សូមគោរពថ្លែងអំណរគុណដល់អាដាមលោកជំទាវប្រិមិត្តទាំងអស់ដែលគាត់បានមានវត្តមានក្នុងថ្ងៃនេះហើយក៏សូមសុទ្ធពរជ័យហើយសំប្រកបដោយពុទ្ធពរទាំង5ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិបិណៈកំបីគ្លៀងគ្លាឡើយបាទសូមគោរពអរគុណចាសសូមគោរពអរគុណទៅកាន់វាគ្មិនកិត្តិយសរបស់យើងទាំង6រូបដែលបានធ្វើការចែករំលែកអំពីជីវប្រវត្តិក៏ដូចជាដំណើរជើងនេះដែលមកដល់ទីតាំងនេះដូចគ្នានឹងខ្ញុំសូមគោរពអរគុណវាគ្មិនទាំង6រូបដែលបានចំណាយពេលវេលាសម្រាប់ថ្ងៃនេះហើយជាចុងក្រោយសូមអញ្ជើញលោកឈុតឆរវុឌ្ឍឡើងវេទិកាដើម្បីចែកជាកាដូអនុស្សាវរីយ៍ជូនទៅកាន់វាគ្មិនសូមគោរពអញ្ជើញលោកដិនកុលមែនឡើងវេទិកាដើម្បីទទួលកាដូជាអនុស្សាវរីយ៍សូមគោរពអញ្ជើញលោកគឹមដេវីប្រូស្ពែសូមគោរពអញ្ជើញកញ្ញាលៀងកិច្ចហួរសូមគោរពអញ្ជើញលោកយឹមអធិចេថា
សូមគោរពអញ្ជើញលោកកេច័ន្ទគ្រីស្ណាសូមគោរពអញ្ជើញនិងជាចុងក្រោយសូមគោរពអញ្ជើញលោកឈូនសុកសុធីនិងជាចុងក្រោយសូមគោរពវិក្កាមកិត្តិយសក៏ដូចជាអ្នកសម្រាប់សម្រួលថតរូបទុកជាអនុស្សាវរីយ៍ជុំគ្នាចាសូមគោរពអរគុណដល់វិក្កាមកិត្តិយសទាំង6រូបសម្រាប់ការចំណាយពេលវេលានេះថ្ងៃនេះដូចគ្នា